បានអសស្ដីពុកម៉ែបងប្អូនហើយវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបធ្វើថ្នាំដុះអំពើហ្នឹងហើយតែបងប្អូនតែសួរខ្ញុំតែយើងកាប់មិនចងមិនចឹងច្រាំយ៉ាងម៉េចណាហើយជាដំបូងយើងកាត់វាត្រឹមក្តាប់ដៃទៅណាដូចឃើញខ្ញុំកាត់ហ្នឹងមកក្តាប់ដៃហ្នឹងហើយយើងយកមកពុះធ្វើម៉េចឲ្យបាន7ជំរាបមកហ្នឹងហើយពុះវាបាន7ជំរាបមកហើយកបិតដែលយើងត្រូវពុះហ្នឹងមិនត្រូវយកវត្ថុទេយកកបិតចុងស្រួយឬក៏កបិតចិត្តថ្នោតនឹងឯងបានវាមុតស្រួលដាច់ឈើនឹងល្អណាវាមិនបែកហើយដល់សារបងប្អូនយើងទៅកាត់ថ្នាំនេះច្រើនហ្នឹងហើយជាប្រចាំខែខ្ញុំក៏តែងតែចូលព្រៃកាប់ហ្នឹងហើយថ្នាំ4មុខហ្នឹងវាមានដើមកណ្ដាប់ឆ្អេដើមដកពាយវល្លិដកពាយដើមបាក់ដងហ្នឹងហើយថ្នាំនេះដែរក៏បានដឹងនឹងចេះចាំមកពីលោកគ្រូធំឯណនហើយនេះយើងកាប់ធ្វើម៉េចបាន4មុខមកហ្នឹងហើយធ្វើម៉េចមួយមុខ4មុខមកដូចគឺខ្ញុំតម្រៀបអញ្ចឹងឲ្យបាន7ជំរាបមកហើយយើងយកផ្គុំចូលគ្នាហ្នឹងហើយយកផ្គុំចូលគ្នាយើងបន្ទាប់ពីផ្គុំចូលគ្នាយើងយកអំបោះខ្មៅហ្នឹងអំបោះអុងយើងហ្នឹងហើយរុំធ្វើម៉េចបានជាប់8 9ជុំឬក៏12ជុំទៅណាយើងរុំធ្វើម៉េចឲ្យទៅជាប់ហ្នឹងហើយយើងរុំឲ្យជាប់ទៅពីរុំមកជាប់ហើយយើងយកដៃគោល7 8ហ្នឹងដាក់ចំកណ្ដាលដៃគោលថ្មីក៏បានចាស់ក៏បានហើយបន្ទាប់មកបើយើងមិនចេះប្រសិទ្ធិទេយើងគ្រាន់តែដាស់ថ្នាំដែលរំលឹកគុណប្រពេចស្ដេចថ្នាំទៅសូមឲ្យថ្នាំនេះបកែរំលឹកគុណពុទ្ធពធប្រសងទៅណាបើយើងមិនចេះមុនគាថាទេវាមិនបញ្ហាទេបើយើងមិនបានដាស់ថ្នាំនោះហើយថ្នាំនេះមុននឹងខ្ញុំទៅយកខ្ញុំបានសូមម្ចាស់ទឹកយ៉ាដែលជាពិសេសអ្នកតាដែលថែសាថ្នាំណាវិជាទេវតាដែលថែសាថ្នាំគឺជាពពួកអ្នកតាហ្នឹងហើយដែលធ្លាប់រៀនជាវិជាធម៌ពីមុនមកហើយខ្ញុំបានសូមត្រឹមត្រូវហ្នឹងហើយនឹងរើសថ្ងៃដើម្បីទៅកាប់ត្រឹមត្រូវចំពោះថ្នាំនេះអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូននឹងយល់ពីរបៀបក្នុងការធ្វើថ្នាំហើយបើសិនជាបងប្អូនចង់បានអាចទំនាក់ទំនងខ្ញុំបានសូមអរគុណ